សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកពិពណ៌នាអំពីពូសគ្មានពឹសនិងពូសមានពឹសកម្រិតស្រាលឲ្យអ្នកទាំងអស់គ្នាបានស្គាល់ដែលវាតែងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងផងដែរបងប្អូនទាំងអស់គ្នាសាកទីទៅមើលថាពូសទាំងនោះគឺជាប្រភេទពូសអ្វីទី1ពូសប្រេងពូសប្រេងគឺជាពូសមួយប្រភេទដែលមានពណ៌សម្បុរខ្មៅភ្លឺរលោងដូចឥន្ធនូវាជាចោរចូលចិត្តលួចកូនមន់របស់យើងទី2ពូសអុចវាមានចុងកន្ទុយពណ៌ទឹកក្រូចសម្រាប់លើកឡើងបញ្ឆោតសត្រូវពូសអុចចូលចិត្តរស់នៅក្នុងភក់ដើម្បីចាប់អន្ទង់ទី3ពូសកាច់មាសជាពូសខ្នាតតូចពណ៌ត្នោតលាក់ខ្លួនក្រោមគំនរស្លឹកឈើក្រោមគម្លាតថ្មឬក្រោមគូតពាងដើម្បីចាប់ចំណីទី4ពូសប្រលិតវាគឺជាពូសមានទំហំប៉ុនដើមប្រលិតមានប្រវែងប្រហែល2ចង្អាមហើយជម្រករបស់វាគឺនៅក្នុងទឹកពូសប្រភេទនេះវាមានចរិតស្លូតបូតទី5ពូសសង្សឿវាមានដងខ្លួនវែងប្រហែល2ទៅ3ម៉ែត្រចូលចិត្តវាលឿនហើយសំងំនៅក្នុងរន្ធចំណីដ៏ឈ្ងុយឆ្ងាញ់របស់វាគឺជាសត្វកណ្ដុរទី6ពូសឈើឬក៏ពូសសាម៉ាឡាជាពូសមានលក្ខណៈប្លែកខុសគេច្រមុះរបស់វាមានប្រម៉ោយ2សរសៃដើរតួនាទីសំខាន់បំផុតសម្រាប់ផ្ដល់សញ្ញាដែលនៅជុំវិញខ្លួនរបស់វារស់នៅក្នុងទឹកដើម្បីលាក់ខ្លួននិងរកចំណីទី7ពូសថ្លាន់អន្សងវាជាពូសដែលមានចរិតកោងកាចពេលខ្លះវាក៏ដេញមនុស្សវាចូលចិត្តរស់នៅលើដីនិងពេលខ្លះក៏វានៅលើដើមឈើផងដែរទី8ពូសថ្លាន់វាគឺជាប្រភេទពូសធំបំផុតក្នុងចំណោមអាណាចក្រនៃសត្វពស់កម្លាំងរឹតដ៏ខ្លាំងមហិមាសម្រាប់ចំណីក្នុងពេលមួយរំពេចសូម្បីតែមនុស្សយើងក៏ធ្លាប់វាចាប់ជាចំណីផងដែរទី9ពូសខៀវវាមានសម្បុរពណ៌ខៀវដូចជាស្លឹកឈើទំហំប៉ុនកូនដៃមនុស្សយើងវាចូលចិត្តរស់នៅលើដើមឈើដើម្បីបន្លំខ្លួននិងចាប់ចំណីទី10ពូសខ្សែគោវាមានទំហំប៉ុនខ្សែគោចូលចិត្តចាប់កូនកង្កែបនិងបង្កួយជាចំណីហើយសមត្ថភាពរបស់វាគឺលោតពីដើមឈើមួយទៅដើមឈើមួយទៀតក្នុងចម្ងាយឆ្ងាយទី11ពូសសម្លាប់កង្កែបវាមានពណ៌លឿងចាស់ឬត្នោតទំហំប៉ុនមេដៃចូលចិត្តរស់នៅក្បែរមាត់ទឹកចំណីដ៏ឈ្ងុយឆ្ងាញ់របស់វាគឺសត្វកង្កែបទី12ពូសចន្ទល្មមវាមានទំហំប៉ុនកដៃខ្លួនខ្លីសម្បូរសាច់និងចូលចិត្តរស់នៅក្នុងទឹកដើម្បីចាប់ត្រីជាអាហារទី13ពូសប្រមោយដំរីពូសនេះវាស្រដៀងទៅនឹងពូសថ្លាន់ប៉ុន្តែគ្មានស្រកាទេស្បែករបស់វាមានដុះបន្លាតូចគ្រើមនៅជុំវិញខ្លួនទី14ពូសតុកែវាគឺជាពូសពូកែឡើងដើមឈើណាស់ហើយដើមឈើដែលវាចូលចិត្តឡើងនោះគឺដើមដូងដើមត្នោតពេលខ្លះក៏ឡើងជញ្ជាំងផ្ទះផងដែរដើម្បីតាមចាប់ចំណីគឺសត្វតុកែទី15ពូសកកុកវាមានពណ៌សម្បុរខៀវខ្លួនតូចច្រមុះស្រួច
ចូលចិត្តបន្លំខ្លួនជាមួយស្លឹកឈើដើម្បីចាប់ចំណីដូចជាកូនចាបកណ្ដូបបង្គួយជាដើមពូទី16ចុងក្រោយនេះប្រហែលជាមានបងប្អូនមួយចំនួនបានស្គាល់មកហើយពូនេះគឺជាពូព្រៃវាគឺជាពូដែលមានចរិតស្លូតបូតរស់នៅក្នុងព្រៃត្រប់ស្រុបកំពតព្រៃពេលខ្លះនៅតាមវាលស្រែវាចូលចិត្តលួចពងចាបក្នុងសម្បុកហើយកង្កែបក៏ជាគោលដៅរបស់វាផងដែរនេះគ្រាន់តែជាពូមួយចំនួនដែលគ្មានពឹសហើយមិនបង្កហានិភ័យដល់មនុស្សយើងនោះទេហើយក៏មានពូមួយចំនួនទៀតដែលនាងខ្ញុំមិនទាន់បានរៀបរាប់អរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនទាំងអស់គ្នាមានមតិយោបល់សូមជួយ comment នៅវីដេអូខាងក្រោមកុំភ្លេចជួយ like និង subscribe channel នាងខ្ញុំមួយផងណា